បាទព័ត៌មានคล้ายៗទេណាពុកម៉ែបងប្អូនបាទព័ត៌មានคล้ายៗទេខ្ញុំដាក់ជូនឲ្យពុកម៉ែបងប្អូនបានមើលនេះគឺគ្រាន់តែជាបំណងរបស់បងប្អូនក្រុមប្រឆាំងនៅក្រៅប្រទេសមានចេតនាបំបាក់ប្រជាប្រិយភាពបាទសម្ដេចតេជោក៏ដូចជាសម្ដេចធិបតីមានបំណងបំបីបំបាក់កម្លាំងសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋយើងដែលតែងតែគ្រប់គ្រងបាទរាជរដ្ឋាភិបាលរបស់យើងកន្លងមកជាការធ្វើនយោបាយបំបីបំបាក់ញុះញង់នេះមិនមែនមានតែឥឡូវនេះទេណាខ្ញុំសូមបញ្ជាក់ជូនបងប្អូនហើយបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនបាននៅតែបន្តជឿក៏ដូចជាតាមដានរាល់អ្វីដែលក្រមអ្នកនយោបាយដែលមានចរិតទុច្ចរិតទាំងអស់នោះបាទចុះផ្សាយបងប្អូនខ្វះការស្រាវជ្រាវក៏ដូចជាតាមរកប្រភពព័ត៌មានច្បាស់ការនិងផ្លូវការណាអត់មានអីពិបាកទេណាពុកម៉ែបងប្អូនណាខ្ញុំបង្រៀនបើសិនជាមិនចេះបងប្អូនអាចបាទធ្វើតាមវិធីរបស់ខ្ញុំបានដោយបងប្អូនគ្រាន់តែបើដឹងថាឥឡូវខ្ញុំឃើញថាបងប្អូនខាងប្រឆាំងនៅក្រៅប្រទេសបានយក page បាទថ្មី account ថ្មីសារព័ត៌មានផ្លូវការរបស់ថ្មីនោះយកមកវាយប្រហារថាសម្ដេចតេជោប្រមានអ្នកនាងខាត់សុខឹមកុំឲ្យញុះញង់បង្កភាពវឹកវរប្រយ័ត្នជាប់គុកណាបងប្អូនបានឃើញជាក់ស្ដែងហើយខ្ញុំដាក់ជូនចឹងបងប្អូនចង់ដឹងច្បាស់បងប្អូនទៅរកវាយពាក្យថ្មីនឹងទៅហើយចុចឲ្យអូមើលទៅថាតើបាទ page ផ្លូវការរបស់ថ្មីបានចុះព័ត៌មានបែបហ្នឹងមែនឬក៏អត់ណាដើម្បីជៀសវាងការភឿនច្រឡំឃើញថាអ្នកនាងអ្នកស្រីខាត់សុខឹមដែលជាសិល្បករនីល្បីរបស់យើងបានសរសេរថាបាទសរសេរសារទៅកាន់ពិភពលោកក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសថាថៃជាអ្នកឈ្លានពានកម្ពុជាបាទសូម្បីតែខ្ញុំក៏ខ្ញុំសរសេរដែរណាมันមានសម្ដេចតេជោណាទៅពមៀនទេនេះអ្វីដែលខ្ញុំចង់ជម្រាបបញ្ជាក់ជូនពុកម៉ែបងប្អូនកុំឲ្យមានការភឿនច្រឡំរហូតដល់ស្អប់ប្រមុខរាជរដ្ឋាភិបាលហើយបំបែកបំបាក់កម្លាំងសាមគ្គីជាតិរបស់យើងណាវាទៅជាយើងបែកបាក់គ្នាសូមបងប្អូនចាំឲ្យច្បាស់ណាចង្កឹះមួយបាច់គឺគេកាច់មិនបាក់ទេអ្វីដែលគោលបំណងរបស់ក្រមអ្នកប្រឆាំងនៅពេលនេះគឺខ្ចីដៃបងប្អូនប្រជាពលរដ្ឋប្រើក្នុងគោលបំណងកេងចំណេញនយោបាយកេងចំណេញនយោបាយកេងចំណេញប្រជាប្រិយភាពណាបងប្អូនហើយកន្លងមកខ្ញុំតែងឃើញក្រមអ្នកទាំងអស់នោះតែងតែបង្កើតព័ត៌មានពីខាងសៀមអីចំណុចនេះកន្លែងនេះបែបនេះបែបនោះដើម្បីដាក់បន្ទុកលើប្រមុខរាជរដ្ឋាភិបាលដោយប្រើពាក្យកាត់ដីបាត់ដីណាជាពាក្យនេះយូរមកហើយពាក្យនេះគឺប្រើយូរមកហើយប្រើជាមួយវៀតណាមយើងមិនមានការបាត់បង់អីអ្វីនោះទេហើយកន្លងមកប្រមុខរាជរដ្ឋាភិបាលក៏បានបញ្ចេញសារជូនណែនាំក៏ដូចជាប្រាប់ដល់បងប្អូនប្រជាពលរដ្ឋរបស់យើងថាបាទសូមប្រជាពលរដ្ឋរបស់យើងជឿជាក់លើប្រមុខរាជរដ្ឋាភិបាលរបស់យើងហើយរាល់អ្វីដែលសៀមបានឈរទីតាំងនៅកន្លែងនោះបាទឈរនៅទីតាំងនោះរាជរដ្ឋាភិបាលរបស់យើងក៏បានចេញសារណាជម្រាបជូនជាប្រចាំដែរដល់បងប្អូនប្រជាពលរដ្ឋយើងថាយើងមិនទទួលស្គាល់នៅការឈរទីតាំងរបស់ភាគីសៀមនោះទេយើងបន្តដោះស្រាយដោយសន្តិវិធីនិងបាទតាមផ្លូវតុលាការអន្តរជាតិតាមផ្លូវច្បាប់អន្តរជាតិណាបងប្អូននេះអ្វីដែលខ្ញុំចង់បញ្ជាក់ជូនរាជរដ្ឋាភិបាលមានតែបដិញ្ញាការពារបូរណភាពទឹកដីរបស់យើងទាំងអស់គ្នាព្រោះថាយើងប្រយុទ្ធតទៅមុខទៅក៏នៅតែជាប្រទេសអាស៊ានមួយឈានទៅរកការបញ្ចប់សង្គ្រាមមករកស៊ីដោះដូរពាណិជ្ជកម្មជាមួយគ្នាដដែលទេចឹងយើងមិនបាច់ព្យាយាមប្រយុទ្ធធ្វើឲ្យខាតកម្លាំងទ័ពពាក្យបងប្អូនប្រជាពលរដ្ឋយើងត្រូវពាក្យលីបែកបាក់ព្រាត់ប្រាសគ្រួសារសម្ដេចលោកមានបញ្ញាញាណលោកយល់ច្បាស់បាទគេជានយោបាយរបស់គេទេអញ្ចឹង
ហើយយើងប្រយុទ្ធទៅវាមានតែខាតតែប៉ុណ្ណោះព្រោះយើងមានប្លង់រឹងរួចរាល់អស់ហើយណាពុកម៉ែបងប្អូនបាទអាហ្នឹងហើយខ្ញុំសូមជម្រាបជូនតែប៉ុណ្្នឹងទេណាសូមអរគុណបងប្អូនបាទសូមអរគុណផងដែរបាទ